บ้านคลองเพียตันเลอมจังยังนอมตรมกลางเงี้ยเยื้องเพื่อนำนาเตอประสาทใบย้อนบรรต่อบ้านดำใบอัฐาดิบายเนื้อประสาทใบย้อนได้เมียนอย่างอ้อไอหาสบุนกับปูลบาดขนมกับบาดหาสบุนกับปูลขนมมวยกับปูลเมียนหมกบุญจังไอหาสบุนกับปูลเวียปีโรยดอกกับมวยหมกเมียนนั้นได้จังยืนหนึ่งเพื่อนำนาบรรต่อตัวเตี้ยบาดดำใบเตอลมอัดเนื้อประสาทใบย้อนบาดจรอกขังกัดយើងអំពីនេះពាក់ព័ន្ធនឹងរឿងរ៉ាវបាទជីវិតប្រចាំថ្ងៃហើយនឹងសង្គ្រាមរវាងទ័ពពួកចិនផងនិងចម្ប៉ាផងបាទបាទនៅបាទប្រាសាទបាយ័នមានប្រវត្តិច្រើនបាទតាំងវិធីជីវិតក្នុងការរស់នៅផងច្បាំងគ្នាផងនៅទន្លេសាបបាទដែលមានទទឹង70គីឡូបណ្ដោយ120ណាបាទច្បាំងគ្នានៅទីនោះចឹងអូខេបាទអរគុណបងអរគុណបាទសុនត្រជាការងារផ្នែកការងារយើងបងប្អូនសូមអញ្ជើញចូលបាទយើងបីធ្វើដំណើរបន្តទៅទៀតបាទទៅប្រាសាទបាយ័ននេះគឺយើងអត់ទៅអានេះទៅឋានសួគ៌ហ៎បងបាទទៅប្រាសាទបាទគេក៏ហច្ចថាឋានសួគ៌បានគ្នាដែរនៅខាងប្រាសាទយើងមានឋានសួគ៌ឋាននរកចាប់ពាក្យនេះយើងនិយាយសរុបទៅវាប្រហែល3គីឡូបាទបងចឹងទឹកដែលនៅខាងស្ដាំដៃយើងនេះមិនមែនគេជីកទេណាបាទវាជាកឡុកកលសម័យបារាំងហ្នឹងគេយកដីហ្នឹងមកធ្វើជាថ្នល់បាទយកថ្នល់ដែលយើងធ្វើដំណើរទៅនេះណាបាទមិនមែនជាបន្លាយដែលគេជីកនៅចំនួននោះទេបន្លាយដែលយើងឃើញនៅខាងស្ដាំដៃនេះមិនមែនជាបន្លាយដែលគេជីកទំព័ន្ធនេសាសសម័យព្រះបាទជ័យវរ្ម័នទី7ទេគឺជាសម័យបារាំងហ្នឹងលោកជីកបាទយកអាអិចណាជីកដើម្បីធ្វើថ្នល់នេះទៅក៏បន្លាយនឹងវាដកដីមិនចិត្តទៅហើយសឹកឈើវាអត់ចិត្តទៅក៏វាមានទឹកដក់នៅទីនឹងដល់ពេលទឹកដក់នៅទីនឹងទៅក៏មានត្រីមានស្អីផ្សេងហ្នឹងណាបាទនៅក្នុងនឹងទៅបាទហើយខាងអ្នកស្រុកអ្នកភូមិខាងអង្គរក្រៅអីឬបងបងប្អូនជាងថតអីគាត់មកតោះពីថតទៅគាត់បានអីចាប់ត្រីចាប់អីរោគចៅរោគចងហ្នឹងណាបាទគាត់នៅកន្លែងបន្លាយមិញនេះឯងបាទអញ្ចឹងយើងនៅក្នុងបរិវេណប្រាសាទបាយ័ននេះខ្លោងទ្វារទន្លេអ៊ំខាងត្បូងនៃទីក្រុងអង្គរធំហ្នឹងមុននឹងយើងចូលមកហ្នឹងយើងឃើញឆ្លងវត្តមួយបាទគេហៅថាវត្តព្រះអង្គខ្មៅហើយខាងមុខខាងឆ្វេងដៃនោះក៏មានវត្តមួយទៀតបាទគេឲ្យឈ្មោះថាព្រះសិអាបាទវត្តព្រះសិអាណាបាទវត្តព្រះសិអានេះខាងឆ្វេងដៃផាត់បងនេះបាទអញ្ចឹងនៅក្នុងបរិវេណប្រាសាទបាយ័នយើងនេះវាមានទាំងអស់7វត្តវាមានព្រះអង្គខ្មៅស្អាមេត្រីព្រះអង្គឈ្ងោកគោកធ្លោក7ល្វែងប៉ាលេឡៃព្រះអង្គតាំងតុបាទឃើញទេអញ្ចឹងវាមានទាំង7វត្តឯណោះបាទអូនេះយើងដល់ប្រាសាទណាបងបាទអញ្ចឹងយើងឃើញហើយបាទការប្រាសាទអញ្ចឹងយើងក្រុមការងារបាទលើបឯកាយើងបានយកទានជំនិះយើងទៅដាក់នៅខាងកើតណាបាទអញ្ចឹងយើងដើរចូលពីខាងកើតមកវិញអញ្ចឹងឲ្យខាងក្រុមបងនេះមកចាំនៅខាងនេះក៏បានដែរបងនេះចាំខាងត្បូងនេះណាឡានបងឲ្យចាំនឹងនេះខាងឆ្វេងដៃនេះណាយើងដាក់ឡានយើងអាចចុះទៅទាំងអស់គ្នាទេបាទឲ្យបងទៅយើងដាក់ពីខាងកើតមកឲ្យបងគាត់បើកមកខាងនេះមកបាទអូអាផ្លូវអីមួយទៀតឯងបងសាច់លើបងអត់អីទេបងដាក់ខាងបាទខាងកើតបងទៅចាំនៅខាងលិចក៏បានដែរបាទអូខេបងអញ្ចឹងបងអត់ទៅលៀនចូលតម្រៃអីទេអូខ្ញុំនៅអង្គរនោះបងបាទលើកទីលៀនចូលអត់ស្ទះទេបងចាប់ពីប៉ុនទេណាបាទចាំយើងទៅដល់ខ្លោងទ្វារខាងកើតសិនណាបាទគេហៅថាខ្លោងទ្វារខ្មោចអញ្ចឹងនៅក្នុងបរិវេណអង្គរធំវាមាន5ខ្លោងទ្វារនៅសម័យនោះគេប្រើទាំង5ខ្លោងទ្វារវាមានខ្លោងទ្វារវិមានមង្គលឈប់ហ្នឹងបងអីបងនោះទៅឈប់កណ្ដោះបងឈប់កណ្ដោះនោះកន្លែងឡានគេបាទចឹងនេះយើងបានធ្វើដំណើរបន្តប្រាសាទបាទបាយ័នគេហៅថាបាទឈ្មោះពិតឈ្មោះថាបាទជ័យការី
ប្រែថាបាទប្របាទជ័យមន្ទី7ការីនោះប្រែថាភ្នំណាបាទប្រាសាទភ្នំឬជ័យភ្នំបាទបាទអញ្ចឹងខ្ញុំសូមអត្ថាធិប្បាយពាក្យប៉ុននឹងខ្លោងទ្វារនេះមួយណាបងឲ្យគាត់ថតនេះ ហើយយើងដើរចូលបានទេបងអត់ទេផ្លូវនេះយើងដើរចូលបានដូចនេះបងប៉ុន្តែក្រុមការងារលើបមេកាបាទអញ្ចឹងយើងបាននាំខាងក្រុមការងារលើបមេកាបានមកយកព័ត៌មាននៅប្រាសាទបាយ័នបាទចោះយើងធ្វើដំណើរទាំងអស់គ្នាក្រុមបាទក្រុមការងារបាទស្អាតណាស់ពេលល្ងាចប៉ុណ្ណឹងបាទពេញគេហៅបាទពេញលក្ខណៈបាទស្អាតមែនទេបាទអញ្ចឹងយើងប្រយ័ត្នប្រយែងបន្តិចបាទតោះយើងឆ្លងទៅសំណុះទាំងអស់គ្នាហៅឈ្មោះថាជ័យការីអត់ត្រូវក៏គាត់ដាក់ថា Bayon Temple ទៅនៅជាភាសាអង់គ្លេសដើម្បីងាយស្រួលក្នុងការហៅបាទអានេះគឺខាងកើតណាបាទអានេះបើ UNESCO អានេះមរតកពិភពលោកអានេះលទ្ធិសន្តិភាពបាទនេះណាបាទលទ្ធិសន្តិភាពអញ្ចឹងវាមាន4បាទនេះមួយខាងលើហ្នឹងគឺអប្សរាលោកមើលថែមិនអោយភ្ញៀវជាតិភ្ញៀវអន្តរជាតិទៅប៉ះរូបសំណាកឬរូបចម្លាក់ផ្សេងពាក់ព័ន្ធនឹងរឿងរ៉ាវផ្សេងណាបងនេះគឺខាងអាជ្ញាធរអប្សរាមានលក្ខណៈ5ពណ៌ណាបាទអាពណ៌ផ្ទៃមេឃហ្នឹងសម្រាប់ឌូមើលប្រាសាទបាទហើយអាពណ៌នេះសម្រាប់ជីកបាទនោះពឿនោះណាបងនៅពឿហ្នឹងបាទដល់ពេលពឿនេះសម្រាប់ព្រៃឈើអាពឿនេះសម្រាប់ឆែកសម្បត្តិបាទអញ្ចឹងណាហើយអាពឿក្រហមនេះគេឈាមជ្រូកនេះបាទគេមួយទៀតបងបាទគេហៅថាខាងបតិកភណ្ឌបាទសម្រាប់មើលថែធំជាងខាងនេះទៅទៀតបាទអញ្ចឹងណាបាទអានេះយើងនៅចុងសតវត្សទី12ដល់សតវត្សទី13នៅក្នុងឆ្នាំ1181ដល់1219ឬ1220បាទដែលព្រះបាទជ័យវន្ទព្រះអង្គបាត់ខ្លួននៅឆ្នាំ1220អញ្ចឹងប្រាសាទនេះព្រះអង្គកសាងបាទឧទ្ទិសទៅពុទ្ធសាសនាមហាយានប៉ុន្តែដោយព្រះអង្គបាត់ខ្លួននៅក្នុងឆ្នាំ1220ទៅបានក្មួយផងព្រះអង្គឈ្មោះថាព្រះបាទរាជេន្ទ្រៈហ្នឹងឬទី8ហ្នឹងណាបាទយើងហៅថាទី8ហ្នឹងព្រះអង្គជ្រៃរាជមកព្រះអង្គកសាងបែបមុខមកខាងកើតដើម្បីឧទ្ទិសទៅព្រះសិវៈអញ្ចឹងព្រះអង្គគោរពលឹងនិងយោនីបាទអញ្ចឹងព្រះអង្គអត់គោរពពុទ្ធសាសនាមហាយានទេអញ្ចឹងរូបចម្លាក់ពុទ្ធសាសនានឹងព្រះអង្គត្រូវបំផ្លាញទាំងអស់ព្រះអង្គអត់ឲ្យទុកទេគឺដំបីបំផ្លាញមិនឲ្យទុកទេដល់ពេលព្រះបាទជ័យវន្ទទី7ព្រះអង្គគោរពហើយសាសនាពុទ្ធមហាយានប៉ុន្តែព្រះអង្គអត់បំផ្លាញហិណ្ឌូទេដូចជាលឹងជាដើមយើងនៅមានខាងលើនោះណាបាទតោះយើងបងប្អូនយើងជើញចូលទៅខាងក្នុងទៀតបាទ